ថ្ងៃនេះខ្ញុំនាំមកនិយាយអំពីប្រវត្តិនៃការកកើតឧបករណ៍ trumpet គឺជាឧបករណ៍តន្ត្រីមួយដែលមានប្រជាប្រិយភាពខ្លាំងសឹងតែជ្រៀតចូលបានគ្រប់ genre នៃតន្ត្រីទាំងអស់មិនថាតន្ត្រី symphony តន្ត្រីបែប jazz film music បានន័យថាតន្ត្រីបែបភាពយន្តហើយក៏ឃើញឧបករណ៍តន្ត្រីមួយនេះមានមុខនៅក្នុងតន្ត្រីយោធាផងដែរគឺសម្រាប់ប្រារព្ធពិធីលក្ខណៈជាតិផ្សេងៗដូចជាក្នុងក្រុមតន្ត្រីព្យាយាត្រាក៏ឃើញមានឧបករណ៍ trumpet នេះពេញនិយមផងដែរឬគល់នៃឧបករណ៍តន្ត្រីមួយនេះមានអាយុកាលរាប់ពាន់ឆ្នាំតាំងពីសម័យមនុស្សមិនទាន់មានឧបករណ៍ទំនើបដើម្បីតំណាក់តំណងគ្នានៅទីជិតឆ្ងាយអញ្ចឹងគេប្រើប្រាស់ស្នែងជាមឬមួយក៏ការផ្លុំសបកខ្យងដើម្បីផ្ដល់សញ្ញាទៅកាន់មនុស្សនៅម្ខាងទៀតជាពិសេសយើងឃើញគេប្រើនៅក្នុងតំបន់ព្រៃភ្នំក្រាស់ៗអញ្ចឹងឬគល់នៃឧបករណ៍មួយនេះពីដើមឡើយគឺប្រើប្រាស់សម្រាប់តែផ្ដល់សញ្ញាឲ្យគ្នានោះទេហើយជា3000ឆ្នាំមុនគ្រិស្តសករាជនៅតំបន់មជ្ឈិមបូព៌ាគេប្រើឧបករណ៍ shofar ដែលជាស្នែងជាមនឹងប្រើប្រាស់សម្រាប់ពិធីសាសនានិងការផ្ដល់សញ្ញាក្នុងសង្គ្រាមសំឡេងរបស់ shofar មានភាពខ្លាំងហើយស្រួចអញ្ចឹងគេយកឧបករណ៍នេះប្រើនៅក្នុងព្រឹត្តិការណ៍ធំសម្រាប់រាជអភិសេកព្រះរាជាឬមួយក៏កម្មវិធីផ្សេងៗនៅក្នុងវាំងបើនៅតាមតំបន់ឆ្នេរឬមួយក៏តំបន់កោះមួយចំនួនមនុស្សយកសបកខ្យងធំយកមកផ្លុំដើម្បីផ្ដល់សញ្ញាផងដែរក្រោយមកនៅពេលដែលមនុស្សចាប់ផ្ដើមចេះច្នៃលោហៈពួកគេក៏ចាប់ផ្ដើមផលិតឧបករណ៍ផ្លុំដែលធ្វើពីស្ពាន់ធ្វើពីប្រាក់ធ្វើពីសំរិទ្ធឬមួយក៏មាសអីផ្សេងហើយលទ្ធផលចេញមកគឺឧបករណ៍ហ្នឹងឮខ្លាំងជាងឧបករណ៍ដែលធ្វើពីស្នែងសត្វអីទៅទៀតអញ្ចឹងខ្ញុំសូមចាត់ទុកឧបករណ៍ដែលមនុស្សកាលពីជំនាន់ហ្នឹងច្នៃធ្វើពីលោហៈមកក្លាយទៅជាឧបករណ៍ trumpet បុរាណដោយសារនៅប្រទេសផ្សេងគេមានការហៅផ្សេងគ្នាដូចជាអេស៊ីបគេហៅថា Shenep នៅប្រទេសតំបន់មជ្ឈិមបូព៌ាផ្សេងគេហៅអីផ្សេងនៅលោកខាងលិចហៅផ្សេងអញ្ចឹងទៅអញ្ចឹងខ្ញុំសូមហៅថា trumpet បុរាណតែម្ដងអ្នកបុរាណវិទូបានរកឃើញ trumpet បុរាណធ្វើពីមាសនិងប្រាក់នៅក្នុងភ្នូររបស់ស្ដេច Tutankhamun ដែលមានអាយុកាលជាង3300ឆ្នាំនៅក្នុងប្រទេសអេស៊ីបបុរាណហើយគេឃើញឧបករណ៍ trumpet បុរាណទាំងនេះមានរាងត្រង់ហើយវែងក៏ប៉ុន្តែមិនទាន់មានឧបករណ៍ valve ឧបករណ៍ valve គឺជាឧបករណ៍សម្រាប់ចុចបងប្អូនមើលឧបករណ៍ trumpet សពថ្ងៃហ្នឹងគេមានដាក់ដៃចុច3អាហ្នឹងគេហៅ valve អញ្ចឹងជំនាន់ហ្នឹងអត់ទាន់មានហ្នឹងដូច្នេះវាបង្កើតបានតែសលេងមូលដ្ឋានមួយចំនួនប៉ុណ្ណោះវាមានសេរីភាពលេងបានគ្រប់ណោតដូចសប្តាហ៍នេះទេប៉ុន្តែវាមានសំឡេងខ្លាំងនិងច្បាស់វាស័ក្តិសមសម្រាប់ការបញ្ជាទ័ពនិងការប្រកាសវត្តមានរបស់ព្រះរាជាកន្លងទៅរាប់ពាន់ឆ្នាំបន្ទាប់ពីសម័យអេស៊ីបបុរាណមកទើបឈ្មោះ trumpet បានកាត់ឡើងនៅតំបន់អឺរ៉ុបហើយពាក្យថា trumpet នេះមានជាពាក្យភាសាបារាំងមានឈ្មោះថាស្នែងតូចឬឧបករណ៍ផ្លុំតូចពាក្យនេះបើហៅជាភាសាអង់គ្លេសគេហៅថា trumpet ក្រោយមកចក្រភពរ៉ូមក៏បានអភិវឌ្ឍក៏ដូចជាបង្កើតឧបករណ៍ផ្លុំមួយដែលមានឈ្មោះថាទូបាក៏ប៉ុន្តែមិនមែនជាទូបាដែលមានរូបរាងធំដូចសប្តាហ៍នេះទេវាមានរូបរាងស្តៀងទៅនឹង trumpet បុរាណរបស់អេស៊ីបបុរាណអញ្ចឹងហើយវាប្រើប្រាស់សម្រាប់ប្រជាទ័ពដូចគ្នាគ្រាន់តែថាវាអាយុប្អូន trumpet បុរាណរបស់អេស៊ីបហ្នឹង1000ឆ្នាំនៅចន្លោះសតវត្សទី5ដល់ទី10គេហៅថាសម័យមជ្ឈិមសម័យឧបករណ៍ trumpet ជាតែបន្តវិវត្តរហូតកាលហ្នឹងគេហៅឧបករណ៍នេះថាឧបករណ៍ buisin ហើយមុខងាររបស់វានៅតែបម្រើនៅក្នុងវិស័យកងទ័ពក៏ដូចជានៅក្នុងព្រះរាជវាំងអញ្ចឹងវានៅតែមិនអាចលេង melody ស្មុគស្មាញបានហើយអាចលេងបានតែត្រឹម note មូលដ្ឋាននោះទេនៅក្នុងព្រះរាជវាំងឧបករណ៍ buisin នេះត្រូវបានគេប្រើប្រាស់សម្រាប់ជាសញ្ញានៃការប្រកាសនៃការយាងមករបស់ព្រះរាជាហើយបើសិនបើជាព្រះអង្គទ្រង់សពព្រះហត្ថីនរណាម្នាក់ទ្រង់រៀបចំកម្មវិធីមានឧបករណ៍ buisin នេះត្រូវបានគេចាត់ទុកថាបុគ្គលនឹងមានអំណាចមានភាពថ្លៃថ្នូរនិងមានកិត្តិយសក្រោយមកនៅសម័យ Renaissance និង Baroque ឧបករណ៍ trumpet មានការផ្លាស់ប្ដូរមួយយ៉ាងសំខាន់គេហៅថា natural trumpet ដោយគេបានអភិវឌ្ឍ trumpet មកជារូបរាងកោងហើយមានប្រវែងសមស្របជាងមុនអត់វែងពេកទេដូច្នេះអនុញ្ញាតឲ្យតន្ត្រីករគាត់អាចលេង note បានច្រើនជាងមុនដោយប្រើប្រាស់ទម្រង់មាត់របស់គាត់ជាមួយនឹងខ្យល់ដង្ហើមនិងកម្លាំងតិចនិចរបស់គាត់នេះគឺជាច្រកទ្វារដ៏សំខាន់មួយដែលបានបើកឲ្យឧបករណ៍ trumpet នេះអាចជ្រៀតចូលទៅក្នុងវិស័យតន្ត្រីបានដែលលើសពីការបម្រើនៅក្នុងវិស័យយោធានិងនៅក្នុងពិធីផ្សេងទៀតដល់ពេលអញ្ចឹងទៅអ្នកនិពន្ធនៅក្នុងសម័យ Baroque ដូចជាលោក Johann Sebastian Bach និងលោក George Friedrich Handel បានចាប់ផ្ដើមនិពន្ធតន្ត្រីសម្រាប់ឧបករណ៍ trumpet ផងដែរនៅក្នុងវង់តន្ត្រី orchestra ហើយពួកគាត់បានប្រើប្រាស់ពណ៌សម្បុរនៃឧបករណ៍ trumpet ហ្នឹងដើម្បីបង្កើតភាពថ្លៃថ្នូរអំណាចនិងភាពរុងរឿងនៅក្នុងស្នាដៃតន្ត្រីរបស់គាត់លុះមកដល់ចុងសតវត្សទី18និងដើមសតវត្សទី19គឺលោក Anton Weidinger គឺជាបុគ្គលដ៏សំខាន់ម្នាក់នៅក្នុងប្រវត្តិសាស្ត្រ trumpet ដែលគាត់បានអភិវឌ្ឍ
trumpet មកទៅជា key trumpet ដូច្នេះ trumpet គឺមានរុនដូចឧបករណ៍ woodwind អញ្ចឹងគឺយើងអាចចុចដូរ note អីបានអញ្ចឹងឧបករណ៍ trumpet កាន់តែមានសេរីភាពក្នុងការលេង note ស្មុគស្មាញទៅទៀតហើយដូចជាគាត់អាចលេង chromatic scale បានតែទោះបីជាយ៉ាងណាគុណវិបត្តិគឺនៅតែមាននៅពេលដែលយើងបង្កើតខ្ទង់បិទបើកខ្យល់ហ៊ុនខ្យល់ដូច woodwind ហ្នឹងវាធ្វើឲ្យឧបករណ៍ហ្នឹងសលេងដូច woodwind វាបាត់អាភាពអំណាចនៃឧបករណ៍ហ្នឹងបាត់ហើយធ្វើឲ្យសលេងខ្សោយជាងមុនធ្វើឲ្យសលេងមិនសូវច្បាស់ផងដែរដោយសារពេលយើងបិទបើក note ធ្វើឲ្យរុនខ្យល់វាចេញមកក្រៅតាមអាប្រហោងខ្យល់អីចឹងទីបំផុតការផ្លាស់ប្ដូរដ៏ធំមួយទៀតបានមកដល់គឺការចោះបតង់ valve system របស់លោក Hendrik Stossel និងលោក Frederick Blamol គឺជាអ្នកបង្កើតប្រព័ន្ធ valve system នេះនៅទសវត្សរ៍ឆ្នាំ1810ប្រព័ន្ធ mechanic របស់ valve system នេះបានអនុញ្ញាតឲ្យ trumpet ផ្លាស់ប្ដូរប្រវែងពងខ្យល់ភ្លាមៗនៅពេលដែលយើងចុចទៅលើវាដូចបងប្អូនបានឃើញចឹងហុកនៅខាងឆ្វេងដែរនៅពេលដែល valve នឹងមិនទាន់បានសកត់គឺខ្យល់ទៅត្រង់ធម្មតាដោយ light នៅរូបខាងស្ដាំនៅពេលដែលយើងបានសកត់ valve នឹងហើយគឺបង្កើតផ្លូវវាងដល់ខ្យល់អញ្ចឹងអំពង់ហ្នឹងកាន់តែវែងដូច្នេះនៅពេលដែលអំពង់ឬមួយក៏ផ្លូវខ្យល់វាកាន់តែវែងធ្វើឲ្យសលេងដែលយើងទទួលបាននៅពេលដែលយើងផ្លុំហ្នឹងក៏វាណោតខុសគ្នាផងដែរហើយនៅពេលដែលបង្កើតប្រព័ន្ធ valve system អញ្ចឹងទៅគឺខ្យល់វាអត់ចេញទៅណាហើយអាចលេង chromatic scale បានទៅក្នុងនោះទៀតដូច្នេះថាមពលក៏ដូចជាពណ៌សម្បុរនៃឧបករណ៍ trumpet នៃsofa តាំងពីសម័យរាប់ពាន់ឆ្នាំមុនគឺស្ថិតនៅក្នុងនឹងដដែលវាមានទៅណាទេការអភិវឌ្ឍមួយនេះបានធ្វើឲ្យឧបករណ៍ trumpet ក្លាយជាឧបករណ៍តន្ត្រីដែលពេញលេញមួយឲ្យទទួលបានប្រជាប្រិយភាពយ៉ាងឆាប់រហ័សនៅក្នុង orchestra នៅក្នុង military band មានតន្ត្រីករល្បីៗដូចជាលោក Louis Armstrong លោក Miles Davis និងលោក Dizzy Gillespie គឺជាអ្នកបង្កើត style ប្លែកៗបច្ចេកទេសថ្មីៗនៅក្នុងប្រភេទតន្ត្រី jazz ដែលធ្វើឲ្យឧបករណ៍ trumpet នេះកាន់តែមានការពេញនិយមបន្ថែមទៀតនៅក្នុងតន្ត្រីសម័យទំនើបនេះអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានវីដេអូមួយនេះសង្ឃឹមថានឹងពេញចិត្តហើយជួយចុច subscribe follow like share នៅក្នុងវីដេអូនេះផងដើម្បីឲ្យមិត្តយើងបានទស្សនាបន្តទៀតអរគុណច្រើន